ហេងកុំខ្លាចអីខ្ញុំមកជួយអ្នកហើយសាងយានជំនួយការពិសេសចៅលោកប្រធានលូណែកញ្ញាលីងហ្វេងអត្រិឆានពួកយើងព្រមព្រៀងគ្នាថានឹងប្រើកម្មបិតខ្លាំងខ្លាយមិនក៏ប្រើកម្មបិតពិតអញ្ចឹងបើនៅរស់យើងចង់ឃើញមុខគេបើស្លាប់យើងចង់ឃើញសាកសពតាមគេទៅសាងយានប្រឹងឡើងណាខ្ញុំនឹងនាំអូនទៅមន្ទីរពេទ្យឥឡូវនេះនាងត្រឡប់មកទីនេះវិញភ្លាមអាហេងលីងហ្វេងខ្ញុំគ្រាន់តែសុំឲ្យលោកជួយរកអ្នកណាម្នាក់មកជួយសម្ដែងឈុតវិនារីជួយសង្គ្រោះវីរបុរសតើមិនក៏លោកធ្វើយ៉ាងនេះខ្ញុំទ្រាំនឹងលូហេងយូរហើយតតែគេស្លាប់ទើបខ្ញុំអាចខ្លាចជាថៅកែនៅយ៉ែនឈិងបានចុះលោកគ្មានតម្លៃសូម្បីតែស្មើនឹងរាមជើងមួយរបស់លូហេងផងរានខ្ញុំលួចស្រឡាញ់អូនយូរហើយលូហេងមិនដែលស្រឡាញ់អូនសោះទេមិនរៀបការជាមួយខ្ញុំវិញទៅខ្ញុំនឹងធ្វើឲ្យអូនខ្លាចជាមនុស្សស្រីដែលមានក្តីសុខជាងគេលើលោកខ្ញុំសុំទោសដែលនិយាយត្រង់លោកគ្មានកញ្ចក់ឆ្លុះនៅផ្ទះទេអីលោកគួរតែនោមដាក់ឆ្លុះខ្លួនឯងទៅមែនទេខ្ញុំជាប្រភេទមនុស្សដែលចូលចិត្តអ្នកសង្ហាចាត់ការឃាតករឲ្យស្អាតផងកុំឲ្យលូហេងតាមដានមកដល់ខ្ញុំបានឲ្យសោះរានថ្ងៃណាមួយអូននឹងក្លាយជារបស់ខ្ញុំសាងយានអូនហ៊ានលះបង់ជីវិតដើម្បីជួយសង្គ្រោះបងតើនោះមានន័យថាបងនៅតែមានកន្លែងមួយក្នុងបេះដូងអូនមែនទេលោកប្រធានលូបញ្ជាក់ច្បាស់ហើយឃាតករនោះត្រូវបានបញ្ជូនមកដោយលីងហ្វេងឈូតភាគហ៊ុនរបស់លេងគ្រូបខ្ញុំចង់ឲ្យលីងហ្វេងដឹងថាតើមានរឿងអ្វីកើតឡើងនៅពេលដែលប៉ះពាល់មនុស្សរបស់ខ្ញុំថាតើវានឹងមានផលវិបាកយ៉ាងណាខ្ញុំនឹងចាត់ចែងរឿងនេះភ្លាមអូនដឹងខ្លួនហើយអាហេងបងមករកអូនក្នុងយោស័ព្ទទៀតហើយណោះអូនពិតជាយោស័ព្ទឃើញបងមែន7 ឆ្នាំមកនេះអូនយោស័ព្ទឃើញបងរាល់ថ្ងៃហ្មងចុះអូននៅស្រឡាញ់បងអត់មនុស្សងងជាតិនឹងអូនស្រឡាញ់តែបងមួយគត់មែនហាសអាហេងតាមពិតទៅអូនមានអាចកំបាំងមួយចង់ប្រាប់បងអូនសាងយូអានអូនឯងលាក់បាំងអីពីបងមែនទេនិយាយឲ្យច្បាស់មកសាងយូអានកុំធ្វើបាបម៉ាក់ខ្ញុំណាកុំប៉ះម៉ាក់ខ្ញុំរੂមិនបានក្មួយមានចិញ្ចៀននេះវានឹងមកនៅនឹងក្មួយបានម៉េចនេះជាបន្តោងដែលម៉ាក់ខ្ញុំឲ្យតើរੂម៉ាក់មីងវាងប្រាប់ថាម៉ាក់របួសច្បាស់ជាឈឺខ្លាំងហើយណោះម៉ាក់មិនអីទេរੂកុំបារម្ភអីកូនសាងយូអានរឿងចិញ្ចៀននេះវាយ៉ាងម៉េចឲ្យប្រាកដមិនមែនជារឿងរបស់លោកទេនាងភ្លេចហើយមែនទេខ្ញុំអ្នកទិញចិញ្ចៀននេះ7 ឆ្នាំមុននាងបោះវាចោលដូចសម្រាមចុះមិនឥឡូវវាមកនៅជាប់កូនស្រីនាងទៅវិញនេះជាចិញ្ចៀនដំបូងដែលអាហេងឲ្យខ្ញុំត្រូវតែរកវាឲ្យឃើញ
អាហេងទោះបីពួកយើងគ្មានអនាគតនឹងគ្នាក៏អូននៅតែស្រឡាញ់បងដែរគ្រាន់តែជារឿងចៃដន្យឲ្យប៉ុណ្ណោះសាងយូអាននាងចាត់ទុកខ្ញុំជាមនុស្សរងងមែនទេនាងលាក់ទុកចិញ្ចៀននេះរហូតមកនេះមិនបានន័យថានាងនៅមានចិត្តលើខ្ញុំទេសាងយូអាននាងចាត់ទុកខ្ញុំជាមនុស្សរងងមែនទេនាងទុកចិញ្ចៀននេះយូរម្ល៉េះហើយនេះមិនបានន័យថានាងនៅមានខ្ញុំក្នុងបេះដូងទេបើសិនជាខ្ញុំពិតជាកាត់ចិត្តពីលោកមិនបានមែនកាលពី7ឆ្នាំមុនខ្ញុំប្រហែលមិនសុំបែកលោកទេគ្រាន់តែចិញ្ចៀនមួយវងសោះវាបញ្ជាក់ស្អីមិនបានទេគឺខ្ញុំរំជួលចិត្តខុសរឿងហើយអ្នកនាងសាងសេងខ្ពស់មុខខ្ពស់មាត់ម្លេះហេតុអីនៅនឹកនាអាមនុស្សប្រុសក្រីក្រម្នាក់នឹងទៀតម៉ាក់ឯងធ្លាប់ប្រាប់ថាក្មេងមិនត្រូវនិយាយកុហកទេចុះមិនបានមនុស្សធំចូលចិត្តកុហកម្លេះរួយប្រាប់ពូក្មួយមើលតើម៉ាក់ក្មួយកុហកពីរឿងអីម៉ាក់ប្រាប់ថាចិញ្ចៀនមួយនេះគឺមនុស្សដែលគាត់ស្រឡាញ់ខ្លាំងបំផុតជាអ្នកឲ្យគាត់ហើយវាជារបស់មានតម្លៃបំផុតសម្រាប់គាត់ទើបគាត់ឲ្យវាមកកូនទុកជាយន់នាំសំណាងនឹងណាសាងយូអានសេងយួនពេលនេះខ្ញុំដឹងហើយថាក្នុងបេះដូងនាងនៅមានខ្ញុំប៉ុណ្ណឹងគ្រប់គ្រាន់ហើយសាងយូអាននាងធ្លាប់ជួយជីវិតខ្ញុំទោះមានរឿងអីកើតឡើងកាលពី7ឆ្នាំមុនក៏ខ្ញុំលែងខ្វល់ទៀតដែរឥឡូវនេះខ្ញុំទុកឱកាសឲ្យនាងត្រឡប់មកត្រូវរើគ្នាជាមួយខ្ញុំវិញមិនមែនមនុស្សដែលលោកស្រឡាញ់ពេលនេះគឺស៊ូម៉ូរ៉ានទេអីស៊ូម៉ូរ៉ាននាងត្រឹមជាកូនប្រសារដែលម៉ាក់ខ្ញុំចង់បានប៉ុណ្ណោះមិនមែនជាមនុស្សដែលខ្ញុំចង់បានទេចុះបើខ្ញុំមានកូនជាមួយប្រុសផ្សេងបាត់ទៅហើយនោះលោកនៅតែទទួលយកបានទៀតហ៎ខ្ញុំនឹងមើលថែគេដូចជាកូនបង្កើតរបស់ខ្ញុំអញ្ចឹងហើយថ្ងៃក្រោយយើងនឹងមានកូនជារបស់យើងដែរតើខ្ញុំនឹងលូហេងពិតជាអាចចាប់ផ្ដើមសារជាថ្មីបានមែនទេមានឱកាសតែម្ដងគត់ក្តាប់វាឲ្យជាប់ទៅម៉ាក់កូនពិតជាចូលចិត្តពូលូមែនទេហ្មងកូនចង់ឲ្យគាត់ធ្វើជាប៉ារបស់កូនរួយមុននេះកូនឯងប្រាប់ថាមិនចូលចិត្តគាត់ទេតាព្រោះថាប៉ានេះជាមិត្តរួមថ្នាក់កូនឈ្មោះសាងរួយអូនាងនឹងហើយមែនទេក្មេងដែលគ្មានឪពុកហើយមានជំងឺឆ្លងហ្នឹងស៊ីឆេកឆៃចៃដនម្លេះឯងក៏នៅទីនេះដែរចាប់ពីពេលនេះទៅឯងត្រូវនៅឲ្យឆ្ងាយពីពួកថោកទាបអស់នេះខ្លួនប្រានវាសុទ្ធតែមេរោគមីក្មេងអត់ពូជគ្មានប៉ាចេញឲ្យឆ្ងាយទៅក្រោកឡើងរុញវាវិញទៅឯងកំពុងធ្វើស្អីនឹងហ่ะខ្ញុំជាគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យនេះវើយជឿខ្ញុំទៅតែមួយម៉ាត់ខ្ញុំអាចប្តឹងឯងចូលគុកបានលោកគឺជាប្រធានក្រុមហ៊ុន Lu Group មែនទេលោកលូមន្ទីរពេទ្យនេះខ្ញុំមានភាគហ៊ុន30តើត្រឹមដេញគ្រូពេទ្យម្នាក់ចេញខ្ញុំមានសិទ្ធិពេញទីហ្មងខ្ញុំសុំទោសលោកប្រធានលូសូមមេត្តាកុំដេញខ្ញុំចេញឯណាសូមទោសកូនស្រីខ្ញុំឥឡូវនេះសូមទោសអ្នកនាងរសៀលនេះខ្ញុំនឹងទៅសាលាដើម្បីដកឈ្មោះកូនស្រីខ្ញុំចេញហើយលើកក្រោយបើមានអ្នកណាហ៊ានធ្វើបាបក្មួយវាយវាវិញទៅហ្មងពូនៅកាំងពីក្រោយណាអញ្ចឹងតើមានអារម្មណ៍ថាមានប៉ាគឺអញ្ចឹងសោះយ៉ាងណាក៏ដោយកូននៅតែចូលចិត្តពូលូដែលមានគាត់នៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបយើងទេតែងតែស្រមៃចង់បានក្តីស្រឡាញ់ពីប៉ាអូនមិនអាចដកហូតរឿងនេះពីកូនបានទេអាហឹងតាមពិតទៅគឺជាលោកប្រធានលូមានរឿងធំហើយលោកស្រីចាស់លូសន្លប់បាត់ទៅហើយយ៉ាងម៉េចទៅនិយាយឲ្យច្បាស់មកមើលមិនអីទេបងទៅមុនសិនទៅចាំស្អែកអូនប្រាប់មេផ្ទះលោកប្រធានប្រាប់ថាស្ថានភាពធ្ងន់ធ្ងរណាស់យើងគួរតែប្រញាប់ត្រឡប់ទៅវិញសិនទៅ
ខ្ញុំចាំត្រឹមថ្ងៃស្អែកប៉ុណ្ណោះបើហួសថ្ងៃស្អែកគឺគ្មានឱកាសទី2ទៀតទេអ៊ំស្រីលូពិតជាស្អប់សាងយូអានខ្លាំងណាស់តើគ្រាន់តែខលប្រាប់គាត់មួយផ្លេតសោះក៏ធ្វើពុតជាឈឺដើម្បីបោកអាហឹងចេញទៅបាត់ហ្មងសាងយូអានខ្ញុំមិនបណ្ដោយឲ្យនាងត្រូវរកគ្នាជាមួយលូហឹងវិញជាដាច់ខាតវើយវិជ្ជាបណ្ឌិតសៃមុនស្រាប់តែលុបចោលការណាត់វះកាត់របស់ររបាត់ហើយខ្ញុំខលទៅគាត់ច្រើនដងដែរតែគាត់មិនតបសោះឥឡូវតាក់ទងលេងបានតែម្ដងប៉ុន្តែការវះកាត់របស់ររអាចធ្វើទៅបានតែជាមួយវិជ្ជាបណ្ឌិតសៃមុនទេតើឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅអាឡូខ្ញុំគឺស៊ូម៉ូរ៉ានបើនាងចង់ឲ្យកូនស្រីនាងបានវះកាត់មកជួបខ្ញុំមកគឺនាងមែនទេដែលបញ្ជាឲ្យវិជ្ជាបណ្ឌិតសៃមុនលុបចោលការវះកាត់កូនខ្ញុំប៉ារបស់ខ្ញុំជាគ្រូរបស់វិជ្ជាបណ្ឌិតសៃមុនហើយក៏ជាម្ចាស់មន្ទីរពេទ្យនេះដែរអញ្ចឹងទោះខ្ញុំចង់ឲ្យគាត់ធ្វើអីក៏គាត់ព្រមធ្វើតាមទាំងអស់ហ្មងតើខ្ញុំត្រូវធ្វើម៉េចទើបនាងព្រមឲ្យកូនស្រីខ្ញុំវះកាត់វិញតាំងពីតូចមកខ្ញុំមិនដែលរងទុក្ខឬចាញ់ច្រាបគេទេលើកលែងតែប្រកួតប៉ដិននោះដែលនាងធ្វើឲ្យខ្ញុំខ្មាស់គេយ៉ាងខ្លាំងអញ្ចឹងនាងដឹងហើយថានាងគួរធ្វើម៉េចនោះអញ្ចឹងហោបានសមធ្វើជាឆ្កែគឺត្រូវតែចេះធ្វើចរិតដូចឆ្កែអញ្ចឹងឥឡូវនេះនាងអាចឲ្យកូនស្រីខ្ញុំវះកាត់បាននៅប្រកាសជាបានឲ្យតែនាងសន្យាថាអស់មួយជីវិតនេះនាងនឹងមិនបង្ហាញមុខនៅក្បែរអាហឹងទៀតទេបានខ្ញុំសន្យា